បាទសួស្តីបងប្អូនថ្ងៃនេះខ្ញុំមាន vlog មួយដែលខ្ញុំបានទៅលេងប្រទេសវៀតណាមកាលពីប្រហែលថ្ងៃមុនហ្នឹងណាហើយទិសដៅដែលពួកយើងបានទៅហ្នឹងគឺទៅកាន់ក្រុងសាប៉ាប៉ុន្តែតាំងពីមកពីសាប៉ាហ្នឹងមកអត់ទាន់មានពេលធ្វើវីដេអូទេបងប្អូនអញ្ចឹងថ្ងៃនេះទំនេរឆ្លៀតពេលកាត់វីដេអូដើម្បីចែករំលែកបទពិសោធន៍ដល់បងប្អូនតែគាត់ចង់ទៅលេងតែសម្រាប់ទេពទៅវៀតណាមនេះគឺជាបទពិសោធន៍លើកដំបូងរបស់ខ្ញុំដែរបងប្អូនដោយសារតែពីមុនមកខ្ញុំមិនដែលមានបទពិសោធន៍ក្នុងការធ្វើដំណើរទៅលេងនៅប្រទេសវៀតណាមនោះទេអញ្ចឹងបើសិនជាបងប្អូនចង់ដឹងថាដើម្បីទៅដល់សាប៉ាហ្នឹងយើងទៅដល់របៀបណាហើយត្រូវចំណាយពេលប្រមាណអញ្ចឹងបងប្អូនអាចទស្សនាវីដេអូនេះបានទាំងអស់គ្នាបាទថ្ងៃដំបូងពួកខ្ញុំបានធ្វើដំណើរចេញពីខេត្តបាត់ដំបងដើម្បីឆ្ពោះទៅកាន់ពលាននៅខេត្តសៀមរាបដោយសារតែការហោះហើររបស់ពួកខ្ញុំគឺបានហោះពីពលានសៀមរាបទៅកាន់ទីក្រុងហាណូយបាទហើយឥឡូវពួកយើងបានមកដល់កន្លែងពលានសៀមរាបនឹងហើយក៏ចាប់ផ្ដើមយកវេលាយកវ៉ាន់អីចុះដើម្បីចូលទៅខាងក្នុងពលានបាទហើយពេលមកដល់ពលាននេះរៀងរំភើបដែរបងប្អូនដោយសារតែលើកទី1ហើយដែលបានមកស្គាល់ពលាននៅខេត្តសៀមរាបនេះបាទនៅពេលដែលខ្ញុំទៅដល់ពលាននឹងបានមកស្ទុះក៏គេបើកឲ្យ check in ដែរបងប្អូនអញ្ចឹងបន្ទាប់ពី check in ហើយគេឲ្យយើងទៅដកពន្ធបាន$7មកវិញទៀតបាទបងប្អូននិយាយទៅល្អមែនទេបន្ទាប់ពីពួកខ្ញុំបានវាយ passport វាយអីរួចរាល់ហើយគឺពួកខ្ញុំបានដើរចូលមកដល់ខាងក្នុងនេះគឺឃើញស្អាតមែនទេបងប្អូនឃើញប្រមុខ4នៅក្នុងពលានហ្នឹងនិយាយទៅស្អាតខ្លាំងមែនទេបាទហើយបន្ទាប់មកទៀតពួកខ្ញុំក៏ដើរទៅ road gate បាទបងប្អូនដោយសារតែយន្តហោះពួកខ្ញុំត្រូវហោះម៉ោង7ហើយនឹងត្រូវទៅដល់ហាណូយហ្នឹងគឺម៉ោង8:45នាទីបាទនិយាយទៅរយៈពេលហោះហ្នឹងគឺ1ម៉ោង45នាទីបាទអូខេឥឡូវយើងដល់ម៉ោងឡើងយន្តហោះហើយអញ្ចឹងពួកខ្ញុំក៏ចាប់ផ្ដើមដើរទៅតាមនេះបងប្អូនដើម្បីចូលទៅកាន់យន្តហោះហើយ airline នេះខ្ញុំជិះហ្នឹងគឺ Vietjet Air បាទបងប្អូនហើយសម្រាប់តម្លៃទៅវិញទៅមកហ្នឹងគឺពួកខ្ញុំទិញក្នុងតម្លៃ$135បាទនិយាយទៅ round trip បងប្អូនអាហ្នឹងសម្រាប់តែ carry on 7គីឡូទេអត់មាន check baggage ទេបាទបន្ទាប់ពីខ្ញុំធ្វើដំណើរបាន1ម៉ោង45នាទីនៅលើយន្តហោះហ្នឹងយន្តហោះក៏បានចុះចតនៅពលានណយបៃហ្នឹងបងប្អូននៅទីក្រុងហាណូយហ្នឹងហើយសកម្មភាពពេលយប់នៅលើយន្តហោះខ្ញុំបានថតទេដោយសារតែរៀងល្ងិតផងមើលអត់ឃើញផងបន្ទាប់ពីខ្ញុំបានមកដល់កន្លែងពលានហ្នឹងគឺយើងចុះពីលើយន្តហោះហ្នឹងមកគឺគេមាន shuttle bus គេដើម្បីដឹក passenger ហ្នឹងទៅកាន់ terminal ហ្នឹងបងប្អូនអញ្ចឹងយើងជិះទៅប្រហែលនាទីទៅដល់ terminal គេហ្នឹងហើយបាទនៅពេលដែលពួកយើងបានមកដល់កន្លែង terminal ហ្នឹងហើយពួកយើងក៏បានវាយ passport ធ្វើបទចូលប្រទេសគេរួចរាល់អស់ហើយក៏ពួកយើងដើរមកយកវ៉ាលីដែលគ្នាខ្ញុំហ្នឹងអ្នកខ្លះហ្នឹងគាត់បានទិញគីឡូថែមបាទត្រឹមទៅហើយហ្នឹងប្រហែលជាខ្ទង់ម៉ោង10យប់កាន់តែជ្រៅក៏ពះកាន់តែឃ្លានអញ្ចឹងហើយក៏មករកអាហារពេលល្ងាចនៅក្នុងពលានហ្នឹងម្នាក់មួយចានសិនបងប្អូននិយាយទៅពីល្ងាចមកអត់បានញ៉ាំទេអញ្ចឹងចាំមកញ៉ាំនៅពលាននៅហាណូយនេះដោយសារតែម្នាក់ចង់ញ៉ាំ phở តែពេលមកដល់ហ្នឹងបានត្រូវដូចចិត្តមេនបងប្អូនដោយសារតែម្នាក់ហ្នឹងគឺកំងទៅ phở នឹងឯងញ៉ាំហើយ phở នៅហ្នឹងមួយចានប្រហែលខ្ទង់5រៀលអីដែរបងប្អូនហើយមានអីរសជាតិអាចទទួលយកបានឆ្ងាញ់ទេតាបងប្អូនដោយសារតែយើងឃ្លានផងហត់ផងអញ្ចឹងញ៉ាំទៅមានអារម្មណ៍ថាឆ្ងាញ់ដែរបន្ទាប់ពីពួកខ្ញុំញ៉ាំអាហារពេលយប់នឹងរួចរាល់ហើយគឺពួកខ្ញុំត្រូវបន្តដំណើរទៅកាន់ទីក្រុងសាប៉ាតាមឡានក្រុងគេងយប់ហ្នឹងនៅម៉ោង11បងប្អូននៅម៉ោង11យប់ហ្នឹងហើយឥឡូវពួកខ្ញុំហ្នឹងកំពុងតែរងចាំឡានក្រុងហ្នឹងនៅពលានហ្នឹងតែម្ដងបងប្អូនពេលយើងទិញ spot យើងអាចដាក់ឲ្យគេមក pick up យើងនៅពលានហ្នឹងបានអញ្ចឹងយើងអត់ចាំបាច់ហត់ធ្វើដំណើរនិងចំណាយលុយជិះតាក់ស៊ីជិះអីទៅហាណូយហ្នឹងដើម្បីឡើងឡានហ្នឹងទេបងប្អូនអាចឲ្យគេមក pick up យើងនៅពលានហ្នឹងបានបាទបងប្អូនហើយសម្រាប់ app ដែលពួកខ្ញុំបានទិញហ្នឹងគឺឈ្មោះថា Klook បាទបងប្អូនអាចចូលទៅទិញ spot នៅតាមនឹងបានបាទឥឡូវខ្ទង់ម៉ោង11ជាងហើយឡានក្រុមហ៊ុនដែលខ្ញុំបានទិញហ្នឹងក៏មកដល់ហើយបាទបងប្អូនហើយនៅពេលដែលមកដល់អញ្ចឹងគឺខាង driver គេហ្នឹងគេចុះមកផ្ទៀង spot យើងថាត្រូវនឹងឡាននឹងអត់ដែលយើងត្រូវឡើងទៅសាប៉ាហ្នឹងបាទឥឡូវនេះពួកខ្ញុំចាប់ផ្ដើមនេះ overly អីទៅត្រង់ទៅឡានដែលពួកខ្ញុំជិះនឹងហើយបងប្អូនអូខេបន្ទាប់ពីតកងគេរៀបអីវ៉ាន់រៀប overly អីអស់ហើយគឺពួកយើងចាប់ផ្ដើមឡើងទៅកាន់ឡានក្រុងអញ្ចឹងចង់ដឹងថាសភាពឡាននៅខាងក្នុងហ្នឹងវាយ៉ាងម៉េចអញ្ចឹងបងប្អូនទស្សនាទាំងអស់គ្នាបាទនេះឡានក្រុងរបស់គេឡើងមកតំណងដែរតើបងប្អូនហើយពេលឡើងមក clean ហ្នឹងបងប្អូនឡានក្រុងនេះគឺវាមាន2ជាន់ណាបងប្អូនអញ្ចឹងវាមានក្រេក្រោមនិងក្រេលើហើយសម្រាប់ពួកខ្ញុំហ្នឹងរើសយកក្រេលើបងប្អូនហើយក្រេលើហ្នឹងគឺតម្លៃរៀងធូរជាងក្រេក្រោមបាទក្រេលើហ្នឹងតម្លៃពីហាណូយទៅសាប៉ាហ្នឹងប្រហែលជា17រៀលកន្លះហ្នឹងឯងបងប្អូនហើយនេះនៅខាងក្នុងបងប្អូនពេលខ្ញុំគេងទៅពេលខ្លះរៀងទើសជើងដែរខ្ញុំត្រឹម1ម៉ែត្រ71អីទេប៉ុន្តែនៅពេលដែលគេងទៅគឺទើសជើងដែរបងប្អូនអញ្ចឹងរៀងកុញជើងតិចហើយឥឡូវហ្នឹងឡានក្រុងក៏ចាប់ផ្ដើមធ្វើដំណើរចេញទៅហើយបងប្អូនហើយនៅខាងក្នុងហ្នឹងគេមានដូចទូមានម៉ាស៊ីនត្រជាក់មានកន្លែងសាកថ្មសាកអីបងប្អូននិយាយទៅតំណងរបស់គេដែរបាទបងប្អូនអញ្ចឹងឥឡូវហ្នឹងគឺពួកខ្ញុំចាប់ផ្ដើមធ្វើដំណើរចេញទៅហើយតាមផ្លូវទៅកាន់សាប៉ាហ្នឹងគេឈប់ឲ្យយើងប្រហែលជា3ដងបងប្អូនដើម្បីចូលបន្ទប់ទឹកសម្រាប់អីចឹងណាបងប្អូនយើងអាចញ៉ាំអីក៏បានដែរហើយនេះកន្លែងចំណតឡានក្រុងគេបងប្អូនហើយនៅកញ្ច្រែង QQ ហ្នឹងគឺសុទ្ធតែបច្ជើដែលគេទុកដាក់ឲ្យយើងដូរបងប្អូននិយាយទៅងាយស្រួលមែនទែនយើងមិនបាច់ប្រើបច្ជើយើងទៀតទេបាទបងប្អូនហើយនេះប្រហែលជាម៉ោង5កន្លះបងប្អូនខ្ញុំក៏ចាប់ផ្ដើមមកដល់សាប៉ាហើយពេលមកដល់សាប៉ាគឺមានអារម្មណ៍ថាត្រជាក់មែនទែន
នៅក្រៅគឺអាប់ខ្លាំងមែនទែនហ្មងណាបងប្អូនគ្រាន់តែចេញទៅដល់ក្រៅភ្លាមគឺមានអារម្មណ៍ថាត្រជាក់ខ្លាំងហើយនៅពេលដែលខ្ញុំមើលអាកាសធាតុតឹងទៅប្រហែលជា10 អង្សានៅពេលដែលខ្ញុំចូលមកដល់កន្លែងចំណតហ្នឹងគឺគេសួរយើងថាយើងទៅអូតែលណាដោយសារតែគេមាន shuttle bus ជូនយើងទៅអូតែលហ្នឹងអញ្ចឹងណាបងប្អូនប៉ុន្តែសភាពនៅសាប៉ានេះបងប្អូននៅកន្លែងក្រុមហ៊ុនគេនេះគឺឡានច្រើនមែនទែនចេញមកពីហាណូយបងប្អូនឡានខ្លះក៏មកដល់មុនខ្ញុំហើយចាំមកស្ទុះហ្នឹងមានឡានមកដល់ក្រោយៗទៀតហើយសបោភ្ញៀវមែនទែនបងប្អូននិយាយទៅវាងាយស្រួលដែរយើងចេញពីហាណូយពេលយប់មកយើងមកដល់សាប៉ាហ្នឹងពេលព្រឹកដែរបងប្អូនអញ្ចឹងមកដល់អញ្ចឹងទៅយើងអាចបានដើរលេងតែម្ដងហើយបន្ទាប់ពីយើងអង្គុយចាំបានមកស្ទុះគឺគេមាន shuttle bus គេនេះគេជូនយើងទៅអូតែលគេសួរឈ្មោះអូតែលសួរយើងទៅគេដឹកយើងទៅកាន់អូតែលហ្នឹងហើយបងប្អូនហើយគេអត់មានឆាតយើងអីទៀតទេគ្នាខ្ញុំ8នាក់ហ្នឹងនិយាយទៅគេដាក់មួយឡានហ្នឹងទៅតែគ្នាខ្ញុំនឹងឯងនិយាយទៅស្រួលម្យ៉ាងដែរបងប្អូនបាទឥឡូវពួកខ្ញុំកំពុងតែធ្វើដំណើរបាទនៅតាមឡាន shuttle bus ហ្នឹងទៅកាន់អូតែលហើយនៅក្នុងទីក្រុងហ្នឹងគឺមើលអត់ឃើញទេបងប្អូនបៀតភ្លឺហ្នឹងម៉ោង 7:06 នេះប៉ុន្តែអាប់ខ្លាំងមែនទែនយើងក៏អាចមើលអីឃើញទាំងអស់បាទឃើញតែសចឹងឯងបងប្អូនហើយនេះខ្ញុំមកដល់កន្លែងបាទអូតែលខ្ញុំហើយបងប្អូនពួកខ្ញុំក៏ចាប់ផ្ដើមចុះមកកន្លែងអូតែលហ្នឹងប៉ុន្តែមកដល់អត់តាន់ឃើញ reserve គេទេបាទប្រហែលជាគាត់រវល់ទៅណាដឹងបាទពួកខ្ញុំក៏ចាប់ផ្ដើម end on ready នៅក្នុងនឹងឯងតែអត់មានឃើញ reserve ឬអីទេ